ការស្នើទៅលើបានបើកបរអន្តរជាតិមួយដែលមានសុពលភាពយូរឆ្នាំដោយសារតែមានសំណូមពរច្រើនទាក់ទងទៅនឹងការស្នើទៅលើបានបើកបរអន្តរជាតិមួយដែលមានសុពលភាពយូរឆ្នាំជាងអ្វីដែលយើងធ្វើនៅក្រសួងរបស់យើងហើយខ្ញុំក៏បានធ្វើរួចហើយអញ្ចឹងថ្ងៃនេះដោយសារតែនៅតែមានបងប្អូនយើងគាត់សួរច្រើនទាក់ទងទៅនឹងរបៀបនៃការស្នើសុំបានបើកបរមួយនេះបាទជាក់ស្ដែងហ្មងនៅលើសភៅនេះគេដាក់ថា International Translation of Driver License បាទមួយនេះពីស្ថាប័ន IAA ដែលមិនមែនហើយក៏គេដាក់ដែរជារបៀប private company ទេបាទជាឯកជនទេហើយនៅក្នុងនេះយើងមានបានផ្សេងទៀតបាទដែលមានដាក់ហ្មងគឺ International Driver License បាទអញ្ចឹងដោយសារតែមានសំណូមពរឲ្យជាក់ស្ដែងហ្មងមូលហេតុដែលបងប្អូនយើងទៅរកមើលវីដេអូខ្ញុំវិញអត់ឃើញដោយសារតែខ្ញុំលុបដោយសារតែមានខមមិនបងប្អូនយើងច្រើនហើយក៏មានព័ត៌មានក្នុងស្រុកហ្នឹងក៏ធ្លាប់អត់ទទួលស្គាល់ក៏ប៉ុន្តែខ្ញុំក៏បានឃើញមុនពេលដែលខ្ញុំធ្វើការចែកម្លែកទៅហ្នឹងគឺបាទហើយក៏មានបងប្អូនយើងខ្លះក៏គាត់ធ្វើអញ្ចឹងទៅអញ្ចឹងលើកនេះខ្ញុំធ្វើក៏ប៉ុន្តែខ្ញុំអត់មានបង្ខំទេព្រោះខ្ញុំអត់មានបានអីទេពីការចែករំលែកហ្នឹងទេហើយខ្ញុំក៏ខ្លាចនឹងរងផលប៉ះពាល់សម្រាប់បងប្អូនដែរជាក់ស្ដែងមិត្តភ័ក្តិរបស់ខ្ញុំដែលបាន VIP 4x4 ហ្នឹងបាទភារៈគាត់ថាអើយទៅកុំនេះអីទៀតមិនស្រួលទេលុបចោលទៅព្រោះដោយសារខ្ញុំទៅសួរគាត់រហូតព័ត៌មានសួរថាហ្នឹងប្រើបានមែនអីឬក៏អីចឹងហើយតាមពិតវីដេអូខ្ញុំសារមុនហ្នឹងមុនពេលដែលខ្ញុំចែកម្លែកហ្នឹងគឺខ្ញុំបានសួរនាំគាត់ច្បាស់ហើយក៏ប៉ុន្តែដោយសារតែមានខមមិនបងប្អូនយើងគាត់ថាអញ្ចេះថាអញ្ចោះចឹងទៅក៏ធ្វើឲ្យខ្ញុំដកថយមកវិញខ្ញុំត្រូវសម្រេចចិត្តលុបចោលទាំងអស់ហើយក៏ប៉ុន្តែមានបងប្អូនយើងក៏គាត់នៅតែធ្វើគាត់ចង់ធ្វើហើយខ្ញុំប្រាប់ចឹងឥឡូវនេះដោយសារតែមានការសួរច្រើនបន្តទៀតក៏ប៉ុន្តែខ្ញុំបញ្ជាក់ខ្ញុំអត់មានបានផលប្រយោជន៍ពីនេះទេពីការធ្វើបានបើកបរអន្តរជាតិនោះទេព្រោះខ្ញុំអត់មានទទួលសេវាកម្មក្នុងការធ្វើទេហើយក៏មានបងប្អូនខ្លះក៏ឆាតមកស្នើខ្ញុំធ្វើអញ្ចឹងធ្វើដោយការទទួលខុសត្រូវខ្លួនឯងខ្ញុំគាត់ទៅប្រាប់ប្រភពដែលខ្ញុំស្នើសុំបានបើកបរមួយនេះហើយខ្ញុំដូចជាអស់ខ្ទង់100ជាងទេ100ជាងដុល្លារធ្វើខ្លួនឯងហើយត្រូវរងចាំប្រហែលជាមិនច្រើនជាង15ថ្ងៃទេបាទថ្ងៃធ្វើការខ្ទង់ប្រហែលជាដូចអត់ដល់15ថ្ងៃគឺខ្ញុំទទួលបានអានេះមកពី DHL ហ្មងអញ្ចឹងឥឡូវកុំឲ្យខាត់ពេលយូរខ្ញុំនឹងទៅបង្ហាញបងប្អូនទាំងគ្នាពីរបៀបក្នុងការស្នើសុំអ្វីដែលខ្ញុំធ្លាប់ស្នើសុំរួចបាទតាមរយៈអនឡាញអូខេតោះឥឡូវយើងទៅតាមដានជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងជាដំបូងគឺបងប្អូនទាំងនេះចូលទៅកាន់ Safari ហើយចូលទៅកាន់ website idl-iaa.com ប៉ុណ្ណឹងបន្តមកទៀតបងប្អូនទាំងគ្នាគឺឃើញផ្ទាំងមួយនេះបាន website ដែលគេដាក់ថា International Automobile Association ហើយអ្វីដែលមុននឹងបងប្អូនទាំងនេះអាចធ្វើការ apply បានទី1បងប្អូនទាំងនេះត្រូវត្រៀមជាមួយនឹងបានបើកបរដែលបងប្អូនទាំងនេះធ្វើការ scan បាទជាលក្ខណៈ digital ទាំងអស់ scan ទេរូបថតរបស់យើងលក្ខណៈ 4x6 4x5 ហ្នឹង 4x4 ហ្នឹងបាទយើងអាចដាក់ទៅវាចេញនៅលើកាតឲ្យយើងហើយជាមួយនឹងសញ្ញា digital ក្រោយមកទៀតបងប្អូនទាំងនេះមានឯកសារទាំង3ហ្នឹងដែលបាន scan ដាក់នៅក្នុងទូរស័ព្ទដៃរបស់យើងហើយយើងចូលមកកាន់ order ហើយនេះបងប្អូនទាំងគ្នាអាចធ្វើការបំពេញបានមើលអញ្ចឹងលើនេះគឺតកតងទៅនឹងការបញ្ជាទិញបាទ order international driver license ហ្នឹងហើយអញ្ចឹងកន្លែងនេះគឺតកតងនឹងឈ្មោះរបស់យើងហើយអញ្ចឹងទៅបាទឈ្មោះរបស់ខ្ញុំបាទបងប្អូនទាំងគ្នាបំពេញទៅហើយ address យើងនៅណាហ្នឹងបាទនេះ New York តែយើងនៅភ្នំពេញទេយើងសរសេរភ្នំពេញមកបាទភ្នំពេញហើយធម្មតាអក្សរកាត់របស់យើងគឺ PNH ក្រោយពីដាក់ហើយនេះវាមាន zip code មានអីហ្នឹងដាក់បំពេញទៅហើយយើងស្រេមកកម្ពុជាមក Cambodia បាទនេះ Cambodia បានប៉ុណ្ណឹងហើយនេះថ្ងៃខែឆ្នាំកំណើតរបស់បងប្អូនទាំងគ្នាបាទបំពេញទៅបំពេញបងប្អូនទាំងគ្នាហើយ country of birth នេះតកតងទៅនឹងទីតាំងប្រទេសកំណើតរបស់យើងអញ្ចឹងយើងកើតនៅខ្មែរយើងរើសទៀតមកយក Cambodia
ហើយល្អហ្មងគឺសម្រាប់បងប្អូនយើងដែលគាត់ចេះភាសាអង់គ្លេសគឺងាយស្រួលបាទយើងរកមើល Cambodia បាទ Cambodia ហើយនេះបន្តមកទៀតនេះតកតងទៅនឹង category ទេយើងរើសទៅតាមបានបើកបររបស់យើងដើមក៏បានឬក៏យើងមើលទៅតាមហ្នឹងទៅយើងចង់បើកអីខ្លះនៅលើប្រទេសដែលយើងទៅយកទាំងអស់ហ្មងក៏បានដែរតែដូចនេះបងប្អូនទាំងគ្នាប្រហែលជាមិនបានបើកទេបាទអញ្ចឹងយើងរើសទៅតាមណាក៏បានតែបងប្អូនទាំងគ្នាយកទាំងអស់ក៏បានដែរអត់មានជា restriction ទេអត់មានជាការកំណត់អីទេហើយបន្តមកទៀតអានេះតកតងទៅនឹងលេខបាទលេខបានបើកបររបស់យើងនៅលើកាតនៅលើបានបើកបរដើមរបស់យើងហ្នឹងយើងវាយចូលទៅហើយកន្លែងនេះគឺកន្លែងយើងដាក់រូបរបស់យើងអញ្ចឹងយើងកុំភ្លេច choose file ហ្នឹងគឺយើង upload បាទយើងយកចេញពីកន្លែងណារូបរបស់យើងដាក់នៅណាអញ្ចឹងទៅយើង upload ចូលទៅហើយរូបគឺមានតាមប្រភេទនេះជា JPEG បាទ JPG ហ្នឹង GIF file ឬក៏ BMP ចាំមុននេះ upload ចូលហើយអានេះតកតងទៅនឹងថ្ងៃដែលបានបើកបររបស់យើងនៅលើបានបើកបររបស់យើងមានថ្ងៃចេញបានឲ្យយើងអញ្ចឹងបងប្អូនគ្នាដាក់មកគេចេញឲ្យថ្ងៃណាអញ្ចឹងណាហើយបន្តមកទៀតកន្លែងនេះគឺសម្រាប់ signature សញ្ញេដែលនៅក្រោមនេះយើងអាចដាក់នៅនេះគឺយើងនៅកន្លែងសញ្ញេនេះតែនៅខាងក្រោមនេះអញ្ចឹងកន្លែងខាងក្រោមនេះគឺសញ្ញេបងប្អូនគ្នាដាក់សញ្ញេមកបាទ choose file បាទយើង upload ដាក់នៅណាយើងដាក់មកហើយនេះគេតកតងទៅនឹងបានបើកបរដើមរបស់យើងដែលយើងបាន scan ទុកឬក៏ថតដាក់នៅក្នុងទូរស័ព្ទរបស់យើងប៉ុន្តែថតឲ្យច្បាស់ឲ្យអញ្ចឹងទៅហើយតកតងទៅនឹងសញ្ញេហើយនឹងរូបថតនេះនឹងចេញនៅលើកាតដែលខ្ញុំដែលយើងទទួលបានហើយបន្តមកទៀតតកតងទៅនឹង mail information នេះគឺកន្លែងសម្រាប់ឲ្យគេយកមកឲ្យយើងបាទហើយបើសិនជាយើងសរសេរដូចនៅលើនេះអាស័យដ្ឋានរបស់យើងដូចនៅលើហ្នឹងចឹងបងប្អូនទាំងគ្នាគ្រាន់តែ tick មកវាចេញឲ្យហើយអញ្ចឹងណាបាទអញ្ចឹងបើសិនជាដូចគ្នាអានេះក្នុងលក្ខខណ្ឌបើសិនជាបងប្អូនទាំងគ្នាមានធ្វើឲ្យបងប្អូនយើងនៅណីទៀតកន្លែងនេះអញ្ចឹងវាអាចនឹងខុសពីអ្វីដែលយើងដាក់នៅខាងលើហើយបើសិនជាខុសយើងសរសេរខ្លួនឯងឡើងវិញមកតែបើសិនជាដូចបងគ្រាន់តែ check មកវាចេញមកហើយកន្លែងនេះគឺកន្លែងសម្រាប់ឲ្យគេយកទៅដាក់ឲ្យយើងហើយបន្ទាប់មកទៀតអានេះគឺជាការរើសរបស់យើងអញ្ចឹងបងប្អូនទាំងគ្នាអាស្រ័យលើបងប្អូនទាំងគ្នាទេចង់បានឲ្យគេធ្វើប្រហែលឆ្នាំឲ្យយើងសម្រាប់នេះមានតែ booklet ទេអញ្ចឹងប៉ុន្តែនេះ booklet ជាមួយនឹងកាតដែលខ្ញុំបានបង្ហាញមុនហ្នឹងពេលថតជូនបងប្អូនទាំងគ្នាអញ្ចឹងនេះមានមួយឆ្នាំ$35 3ឆ្នាំអញ្ចឹងទៅតាមហើយអាស្រ័យលើបងប្អូនទាំងគ្នាចង់បានដល់10ឆ្នាំក៏បាន20ឆ្នាំក៏បានបាទឲ្យរើសតាមហ្នឹងទៅឧទាហរណ៍យើងរើស20ឆ្នាំឬក៏យើងរើស10ឆ្នាំនិយាយទៅអាស្រ័យលើបងប្អូនទាំងគ្នាទេអញ្ចឹងយកតាម10ឆ្នាំអីក៏បានចង់20ឆ្នាំក៏បានអត់មាន restriction ទេដូចខ្ញុំបញ្ជាក់អញ្ចឹងហើយចូលមកដល់ payment information គឺតាក់ទងទៅនឹងកន្លែងបង់លុយកន្លែងបង់លុយគឺមាន visa មានអីហ្នឹងហើយអញ្ចឹងបងប្អូនទាំងគ្នារើសទៅតាមអ្វីដែលបងប្អូនទាំងគ្នាចង់បានបាទអានេះខ្ញុំនិយាយលក្ខខណ្ឌអ្នកនៅស្រុកខ្មែររបស់យើងអានេះបាទហើយជា suggestion របស់ខ្ញុំបងប្អូនទាំងគ្នាគួរតែមាន virtual card មួយនៅលើbank account របស់យើងហ្នឹងមាន virtual card create card មួយទៅជាលក្ខណៈ virtual ដាក់លុយត្រឹម200ទៅបានទៅបាទឬក៏150 160ហ្នឹងបានហើយពួកខ្ញុំភ្លេចបាត់ហើយនឹកខ្ទង់អស់130ជាងឬក៏160ខ្ញុំភ្លេចហើយតែអស់តិចដែរទេហើយបន្ទាប់ពីបងប្អូនគ្នារើស payment ដាក់ visa ដាក់អីហើយបាទបំពេញអីទៅតាមអ្វីដែលគេចង់បានហើយនេះកន្លែង contact នេះគឺសំខាន់អញ្ចឹងទី1គឺលេខទូរស័ព្ទរបស់យើងត្រូវតែដាក់855អញ្ចឹងបាទ855គឺតំណាងឲ្យប្រទេសកម្ពុជារបស់យើងបាទដាក់អញ្ចឹងទៅខ្ញុំថាលេខនេះលេខរបស់ខ្ញុំអីទេបងប្អូនទាំងនេះស្គាល់លេខខ្ញុំក៏ស្គាល់ទៅបាទនេះលេខរបស់ខ្ញុំអញ្ចឹងដាក់815 015 8 1 7អញ្ចឹងទៅហើយ email បាទអាស្រ័យលើបងប្អូនទាំងនេះដាក់ចង់បាន email ណាក៏បានបាទខ្ញុំដាក់រក្សា Outlook នេះក៏បានដែរបាទហើយបន្តមកទៀតយើងអត់មានជំរើសទេដោយសារយើងនៅស្រុកខ្មែរអញ្ចឹងវាខុសពីនៅស្រុកគេដែលមានតកតងទៅនឹងក្រុមហ៊ុន shipping ច្រើនអញ្ចឹងយើងអត់មានជំរើសទេអញ្ចឹងសម្រាប់ថ្លៃនៃការ shipping មក2ទៅ7ថ្ងៃ working day អញ្ចឹងខ្ញុំនិយាយថាអត់លើសពី15ថ្ងៃទេអញ្ចឹងយើង select មកយើង select ហ្នឹងថ្លៃហ្នឹងវាខ្ទង់6ទៅ8ហ្នឹងហើយអានេះតម្លៃនេះ50ឬក៏8អាស្រ័យលើបងប្អូនទាំងគ្នាអញ្ចឹងវាអស់ខ្ទង់ប៉ុណ្ណឹងហើយយើងចង់ comment
đại mình trên code đấy đưa cho admin đấy chẳng là admin thì thời comment đấy hai bông thật nia về cái lại anh security code này cứ thử về trời đời này chẳng ấy vài phần buồn này chẳng tới bà hay p là bông thật nia về trời hai bông thật nia submit mất bà p để submit nè cái lại submit nó cứ cái lại bị cho vậy hai p để submit nó cứ viên nó phải tha success rồi mình success chẳng bỏ miệng bao nhiêu nó trời ọt hai bông thật nia complete copy vô cái lại success nó vô mà tục làm bây giờ ai thua cả tracking nè rồi cái lại này chắc vì miền starter dương tracking chẳng biết thợ ca lê mà chấm nón đà kê np đà bông tận này chặt cho submit tới vì trên tiền nâng máu copy ở tách nó đã nó không node bao nhiêu mùi tới làm bây nghi sưu dương thua cả tracking chẳng là được bị chạy ta đã np đà dương apply hai rồi đó vì nâng trên xa mối success chẳng là bông tận này copy nó tụng nó không node hơi rong chăm rồi hốt đó về việc cắt lôi và chia 3 ngày 2 tới 3 ngày để về để cắt lôi nó chấp đam process print là buộc led cho mỗi nâng bàn bạc bò nâng hơi về nâng dương nâng từ tù bàn ở xa pi về để cắt lôi hai đó và chỉ mà ngày tiết dương từ tù bàn xa pi email pi DHL tham biên để ván mỗi đậm màu chẳng từ bàn cái system kia từ nữa và chẳng dừng ai tracking từ tam nâng hay chúng các ai để dương đã nâng việc trời lạc hành rồi gọi chẳng có cái áo dương re-enter mình này phải trốn xài than tham mày làm bây áo đi chở nắng ai đặt mà áo dương bàn rồi có pe đây còn là khơi nhân pa nhà hái bông mà này tẹt tôn tới gan đi chở nó sọc mai bao dương có cái đằng này cái đằng check lịch code là vậy cho mua dương ấy chẳng tới cái vô mà áo dương đo cả lại nhảy bạn năng cứ chỉ lẹ khán nó không cả sna sống bàn bạc bò on triệt international driver license được bị chạy chẳng bông mà này thưa tam ní xôm thưa đòi ca từ tu có thực luôn này cho nên thì mua để nhom bảo rắm thì muối pra cạn cá nhưng mà đỡ bên đây mặt phèn nhom pra bán hay gồm miên nè để kia vô vậy để dương thưa nó tới thưa chỉ ở chi bờ cam hơi miên nè để cột vô năng từ thưa chi bờ cam chẳng ở ní còn là chia ở vậy để bộ nhom thọ thưa hay nhưng mà miền bàn bỏ vào giàu vậy thì còn là chọn chạy lại tha ok dương làm bây giờ ở nhân tư hay thưa nó không ai dương có bán đây còn tha tự miền bóng ôn dương còn tha thưa nó không ai việc ban để dẹp tạch pe thầm ở trên em bạn hay nhưng mà đơn giản nào đây bởi sân dự cơ xuông ai bạn đo về em trên em đo ấy chẳng đôi chìa lỗ bởi sân dự cột ai bởi vì p lời bạn đo pram trên em đọc chắc nhưng kết ha ai chẳng miên kì thưa tràn có phần té ở gia nam mấy nhà nó chỉ ca chỉ coca được cái năng bao cơ xuông thôi bạn còn là thang cơ xuông cái miên này cái ADP International Driver Permit đại cái thưa móc plugin sẽประมาณประเทศchẳng tớiហើយសភៅនេះនៅក្នុងនេះគេសឹងដាក់ទាំងអស់ហើយវាពិតជាលក្ខណៈបកប្រែមែនក៏ប៉ុន្តែឃើញគេនៅអាចប្រើបានណាគេបាទអ្នកនៅក្នុងនេះប្រទេសមានគ្រប់ប្រទេសធំហ្នឹងមានច្រើនហើយមិត្តភក្តិខ្ញុំដែលគាត់ធ្លាប់ទៅ VIP 4x4 ហ្នឹងដែលគាត់លក់បូមប្រព័ន្ធជើងក្រោមហ្នឹងបាទ Mami Gift ហ្នឹងគឺគាត់ធ្លាប់ទៅអូស្ត្រាលីគាត់ទៅចិនទៅសិង្ហបុរីគាត់ជួលឡានជួលអីបានបើកបរអញ្ចឹងapply as your own risk បាទ your own risk ខ្ញុំចែកម្លែកបានប៉ុណ្្នឹងទេសម្រាប់បងប្អូនទាំងគ្នាហើយខ្ញុំក៏បានធ្វើហើយអានេះជាបានបើកបរអន្តរជាតិរបស់ខ្ញុំនេះបាទហើយមានសញ្ញាមានអីហ្នឹងចាំមិនថាដាក់រូបស្អាតមកសញ្ញាអីចឹងទៅបងប្អូនទាំងគ្នាទទួលបានហើយខ្ញុំយក20ឆ្នាំតែបងប្អូនទាំងគ្នាយកប្រហែលឆ្នាំយកទៅហើយយើងមានបានបើកបរដែលមានសុពលភាពនៅស្រុកខ្មែររបស់យើងហើយអញ្ចឹងដូចជាអត់មានបញ្ហាទៀតទេvàយើងបើកនៅខ្មែរយើងគ្រប់តាមច្បាប់នៅខ្មែរសិនទៅគាត់ថាបើយើងទៅស្រុកគេយើងមានអានេះមួយសម្រាប់យកតាមខ្លួនទៅក្នុងលក្ខខណ្ឌយើងចង់បើកយើងចង់អីអញ្ចឹងខ្ញុំនឹងដាក់ link នៅក្នុង comment នៃវីដេអូនេះហើយសម្រាប់បងប្អូនទាំងគ្នាដែលមានបំណងដែលគាត់ទិញឡានថ្មីហើយគាត់ខ្ជិលចំណាយពេលចាំកន្លែងបិទស្កុតឡើយហ្នឹងគាត់អាចទទួលយកសេវាកម្មពី OSP Film ដែលយើងនឹងផ្ដល់ជូនសេវាកម្មបិទ film UV ដល់គេឋានអញ្ចឹងទិញឡានថ្មីកុំភ្លេច OSP Film បាទអរគុណបងប្អូនទាំងគ្នាជួបគ្នានៅវីដេអូក្រោយ